បាទជំរាបសួរពុកម៉ែបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសខ្ញុំបាទឈ្មោះហឿនមកពីខេត្តកំពង់ឆ្នាំងមានបញ្ហាចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនមានជំងឺឈឺដូចខ្ញុំបាទដូចជាឈឺមើលមិនជាមើលមិនឃើញមើលមិនជល់ទៅពេទ្យហើយក៏មិនដឹងថាអ្វីឈឺនឹងមិនម៉ោងមិនពេលដល់ម៉ោងដល់ពេលវាធ្វើទុកវាពិបាកទ្រាំក្នុងខ្លួននឹងឈឺពិបាកណាស់10ឆ្នាំជាងនេះ12ឆ្នាំខ្ញុំបាទនឹងបានទៅពេទ្យដែរទៅជួសឈាមមើលដែរវាយថាមកត្រូវដល់ពេទ្យធំណាពេទ្យអង្គឌួងពេទ្យអីដែរណាលោកវាយមិនត្រូវទេណាឆ្នាំហើយទៅមើលគ្រូខ្មែរគេថាខ្ញុំនឹងត្រូវអំពើក៏ប៉ុន្តែអំពើនឹងដោះវាអត់ដាច់សោះទៅគ្រូមួយអស់គ្រូមួយទៅគ្រូមួយអស់គ្រូមួយទៅគ្រូមួយនៅតែមិនដាច់នៅតែមិនជល់ក៏នៅតែធ្វើទុកដដែលបានតែមកធូបានន័យថាចម្ងល់នឹងស្រាយមិនបានឥឡូវហ្នឹងបានមកដល់កន្លែងគ្រូនេះគាត់ជួយមើលជួយស្រាយទៅគាត់ថាត្រូវរបស់គេដូចគ្នាដែរស្រាយចំណងហ្នឹងក៏ស្រាយបានក៏បានជាឥឡូវហ្នឹងខ្ញុំបានជាហើយទៅផ្ទះវិញស្អែកថ្ងៃច័ន្ទហ្នឹងខ្ញុំមករយៈពេល12ថ្ងៃហើយថ្ងៃហ្នឹងថ្ងៃទី9ឆ្នាំខែ8ឆ្នាំ2026ខ្ញុំបានហ្នឹងបានមើលជំងឺទាំងលោកគ្រូហ្នឹងរយៈពេល12ថ្ងៃហ្នឹងបានន័យថាជំងឺហ្នឹងគឺជំងឺផ្លូវល្ងឹតហ្នឹងមានន័យថាអំពើបំពាន់ដែលគេចងចោល5ថ្ងៃ5ភ្លៀង5ខ្យល់នៅកន្លែងណាកន្លែងណីហ្នឹងក៏បានរកឃើញចំណងហ្នឹងក៏បានស្រាយចំណងសិលចំណងភ្លើងចំណងកម្មពីគេហ្នឹងហើយឥឡូវហ្នឹងក៏បានជាសះស្បើយពីជំងឺឥឡូវហ្នឹងជាហើយបងប្អូនមានបញ្ហាដូចខ្ញុំបានរៀបរាប់ពីខាងដើមសូមបងប្អូនអញ្ជើញមកកន្លែងលោកគ្រូណាឲ្យលោកគ្រូឲ្យពិនិត្យមើលតើមានខុសអីត្រូវអីឬមកក៏ខុសគ្រូតូចគ្រូធំមានគ្រូបាក់ជេខាងពុកខាងម្ដាយបងប្អូនមានជំនឿខាងបុរាណខាងខ្មែរយើងដើមពីដើមនឹងមានចដូនចតាមកកងពុតមានជំងឺអំពើពាន់ពុតមានសូមបងប្អូនមកឲ្យលោកគ្រូស្រាយចម្ងល់នឹងដោះចម្ងល់បងប្អូនបានហើយគាត់មើលឃើញច្បាស់ជាហើយបាទខ្ញុំក៏ជាអីក៏ជាបងប្អូនអញ្ជើញមកជាដូចខ្ញុំដែរបាទបើមានបនិស័យសូមបងប្អូនអញ្ជើញមកណាអ្នកជំងឺទាំងអស់តែខ្ញុំបានរៀបរាប់ខាងដើមហ្នឹងបើថាខ្ញុំត្រូវអំពើរបស់គេមែនអំពើហ្នឹងគេធ្វើចងចោលយូរហើយអំពើអាគមអំពើភ្លើងមើលឃើញថាអញ្ចឹងមានជាប់ចំណងណាគេចងដៃចងជើងគេវាយចោល5ថ្ងៃកប់រូបកប់អីសូនរូបហ្នឹងឥឡូវហ្នឹងបានរកឃើញរូបឃើញកន្លែងគេកប់គេកោះហ្នឹងហើយកោះកាយអស់ហើយបានស្រាយចំណងសិលចំណងកម្មចំណងពៀនឹងអស់ហើយឥឡូវហ្នឹងក៏បានជាសះស្បើយសូមបងប្អូនអញ្ជើញមកណាបើមានបញ្ហាដូចខ្ញុំបានរៀបរាប់គឺពិតមែនណាអំពើបំពាន់មែនពិតបើបងប្អូនមិនទាន់ជួបមិនទាន់ដឹងមិនទាន់ស្គាល់ដូចខ្ញុំទេខ្ញុំដឹងហើយឮហើយស្គាល់ហើយបងប្អូនមួយចំនួនច្រើននៅលោកមិនជឿបាទបើលោកមិនជឿលោកមិនទាន់ជួបមិនទាន់ឈឺដូចខ្ញុំប៉ុន្តែបើលោកឈឺដូចខ្ញុំលោកនឹងជួបជឿហើយប៉ុន្តែអ្នកជំងឺប្រកាសជាចង់ដឹងចង់ឮចង់មកជួបលោកគ្រូផ្ទាល់បាទអ្នកជំងឺចង់មកអញ្ជើញមកតាមហ្នឹងទៅណាខ្ញុំបានជាណាអ្នកជំងឺទាំងអស់ជូនពរអ្នកជំងឺដែលបានឃើញវីដេអូនេះហើយក៏បានមកជួបលោកគ្រូក្រោយខ្ញុំទៀតបានមកមើលបានអីហ្នឹងឲ្យជាសះស្បើយដូចខ្ញុំណាខ្ញុំប្រែផ្ដាំតែប៉ុណ្ណេះបើអ្នកមិនជឿកុំប្រមាថបើអ្នកជឿចាំមកបើអ្នកមិនជឿកុំមកព្រោះថាអំពើបំពាន់មិនមែនពិតមិនមែនផកកុហកអស់លោកទេបើថាមិនជឿប្រយ័ត្នអំពើបំពាន់បុកចោលថ្ងៃណាថ្ងៃណីពិបាកថាមិនជឿទេទៅពេទ្យពេទ្យលោកអស់វិជាសាស្ត្រឲ្យថាអស់អូមើលមិនជឿមិនជល់ទេថ្នាំដាក់មិនត្រូវបកមករកគ្រូខ្មែរវិញបានដឹងរឿងដឹងគល់ដឹងថាពិបាកប៉ុណ្ណាបាទអំពើបំពាន់មិនពិតបាទសូមអរគុណបាទសូមគោរពលាបាទអញ្ជើញមកណាកុំភ្លេច